ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់នេះគឺជាសកម្មភាពនៃការទយតុនៅវត្តពិជ័យរាំងសីដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលគឺនៅវត្តអញ្ជែងដែលគេតែងតែហៅថាវត្តពិជ័យរាំងសីហ្នឹងនៅក្នុងរោងសារាយគឺរោងបងធំរបស់យើងហ្នឹងគឺផ្ការិចគ្រប់រដូវបាទគឺសារាយដូចជួសែនជ័យទូកនេះដែលមានឈ្មោះថាសាមគ្គីមានជ័យបារមីម្ចាស់ស្រុកទូកមួយគ្រឿងនេះបាទមានចំណុះតា12នាក់ទេគឺស្ថិតនៅភូមិពោធិ៍សបាងឃុំរៀបស្រុកពីរាំងខេត្តព្រៃវែងនេះគឺជាសកម្មភាពរបស់ចំណុះទូករបស់យើងបាទគឺទៅយកទូកគឺខ្ញុំស្រស់ដល់ហើយបាទគឺគំនូគឺពិតជាស្រស់ស្អាតមែនតើគឺទូកមួយគ្រឿងនេះមានឈ្មោះថាសាមគ្គីមានជ័យបារមីម្ចាស់ស្រុកគំនូពិតជាស្រស់ស្អាតមែនតើបាទគំនូរបស់សារាយដេជោសែនជ័យគឺគំនូរបស់ខ្មែរយើងគឺពិតជាស្រស់ស្អាតខ្លាំងមែនតើទូកនេះមានចំណុះតា12នាក់តែប៉ុណ្ណោះបាទទូកនេះគឺយើងលេងទៅតាមទីវត្តអារាមដែលតាមការអញ្ជើញរបស់វត្តបាទទូកមួយគ្រឿងនេះគឺពិតជាមិនវែងពេកគឺមិនខ្លីពេកគឺមិនល្មមបាទគឺចំណុះ12ទេបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទសូមអរគុណនិងសូមជម្រាបលាបាទ